vàนี่ជាមេពូជដែលទើបបង្កាត់បានថ្មីគឺក្នុងសប្តាហ៍ដំបូងយើងរៀបចំដាក់វាចូលទៅក្នុងធុងដើម្បីបន្តពូជរបស់វាហើយនេះជាកូនដង្កូវដែលយើងចាត់ទុកជាខ្នាតតូចមានអាយុចាប់ពី3សប្តាហ៍ទៅ4សប្តាហ៍ហើយប្រភេទនេះវិញគឺយើងចាត់ទុកជាខ្នាតកណ្ដាលគឺអាយុវាមានពី5ដល់6សប្តាហ៍បាទហើយនេះទំហំនេះគឺយើងចាត់ទុកជាដង្កូវខ្នាតធំហើយគឺអាយុវាចាប់ពី8ទៅ9សប្តាហ៍ហ្នឹងចន្លោះហ្នឹងគឺយើងចាត់ទុកជាដង្កូវខ្នាតធំហើយនេះជាទីតាំងដែលរៀបចំបំរុងទុកនៅដង្កូវរបស់យើងដើម្បីចែកចាយជូនអតិថិជននៅតាមបណ្ដាខេត្តនិងក្រុង